विघ्नेश्वर गणनाथ गजानन សម្រាប់បងប្អូននៅពេលដែលនិយាយដល់ប្រទេសឥណ្ឌារូបភាពដែលបងប្អូនមើលឃើញអាចនឹងដូចវីដេអូដំបូងត្រូវអត់ប៉ុន្តែជាក់ស្ដែងណាវាមិនមែនចឹងទាំងអស់ទេព្រោះដោយសារតែដូចនៅក្នុងវីដេអូដែលខ្ញុំកំពុងកាត់ជូនហ្នឹងក៏ជាទស្សនវិជ្ជានៅក្នុងប្រទេសឥណ្ឌាដូចគ្នាក៏ប៉ុន្តែទៅលើការរៀបចំក៏ដូចជាសណ្ដាប់ធ្នាប់គឺមានភាពខុសគ្នាដាច់ស្រឡះត្រូវអត់និយាយទៅភ្ញៀវទេសចរភាគច្រើនឲ្យតែនិយាយដល់ប្រទេសឥណ្ឌាគាត់ថាក៏ក្រេកក៏ខ្វះអត់អនាម័យអត់សណ្ដាប់ធ្នាប់អត់របៀបឬសលេងម៉ូតូឡានក៏ភ្លេងតែជាក់ស្ដែងមែនទែនទៅមិនមែនចឹងគ្រប់ទីកន្លែងគ្រប់ពេលវេលាទេបងប្អូនហើយបើមួយទៀតតែតងជាមួយនឹងបញ្ហាអាហារនិយាយទៅអាហារគឺមានច្រើនរបៀបរបបមែនតើអាស្រ័យទៅលើទីតាំងក៏ដូចជាជំរឿជាក់ស្ដែងដែលយើងត្រូវការនិយាយទៅបើសិនជាយើងត្រូវការអាហារបែប street food ឬមួយក៏ការញ៉ាំរបៀបតាមដងផ្លូវអីចឹងយើងអាចទទួលបានអារម្មណ៍បែបផ្សេងមួយទៀតទៅក៏ប៉ុន្តែបើយើងមកទទួលទានអាហារនៅទីតាំងមួយដែលគេបានរៀបចំសម្រាប់ភ្ញៀវទេសចរនឹងយើងក៏ទទួលបានអារម្មណ៍មួយបែបទៀតទៅនិយាយទៅអាហារនៅក្នុងអនឡាញមួយចំនួនណាតើតជាមួយនៅប្រទេសឥណ្ឌាខ្ញុំមានអារម្មណ៍ថាគាត់ព្យាយាមបង្កើតមាតិកាទាំងអស់ហ្នឹងដើម្បីឲ្យទាំងអស់គ្នាចាប់អារម្មណ៍ក៏ដូចជាព្យាយាមគិតថាប្រទេសឥណ្ឌាគឺជាប្រទេសមួយដែលអត់ស្អាតអត់មានសណ្ដាប់ធ្នាប់អត់របៀបអត់អនាម័យការគិតបែបហ្នឹងអត់ខុសទេព្រោះដោយសារតែយើងអត់តមកទៅដល់ទីតាំងផ្ទាល់ហ៎សម្រាប់ខ្ញុំមានឱកាសទៅកាន់ប្រទេសឥណ្ឌារហូតដល់3ដងហើយលើកទី1ខ្ញុំទៅមុំបៃលើកទី2ខ្ញុំទៅញូដេលីលើកទី3ហ្នឹងខ្ញុំទៅបាងកាលូរូហ្នឹងមកហើយតាមបទពិសោធន៍នៃការសង្កេតមើលរបស់ខ្ញុំទៅលើការរៀបចំអាហារសម្រាប់យើងដែលជាភ្ញៀវទេសចរគឺមានរបៀបរបបមែនទែនបងប្អូនហើយបើនិយាយពីភាពតាក់ទាញមួយទៀតសម្រាប់ខ្ញុំសម្រាប់ប្រជាជនឥណ្ឌាមកការរួសរាយរាក់ទាក់ការឲ្យតម្លៃមនុស្សហើយនិងការគោរពនឹងមកអូខ្ញុំសរសើរពួកគាត់មែនទែនមិនថាក្មេងមិនថាចាស់មិនថាវ័យណាក៏ដោយនិយាយទៅស្នាមញញឹមដូចប្រជាជនខ្មែរធ្វើទៅកាន់ភ្ញៀវទេសចរក៏ដូចជាប្រជាជនខ្លួនឯងផ្ទាល់មកខ្ញុំនិយាយមែនណាសម្រាប់អ្នកដែលគាត់ខ្វះភាពកក់ក្ដៅឬមួយក៏គាត់ចង់បានរបៀបដូចជាប្រយោជន៍ភាពពីអ្នកជំនាញខ្លួនណាទៅប្រទេសនេះទៅអត់ខុសទេបងប្អូនគ្រាន់តែយើងជាជនជាតិមួយទៀតទៅកាន់ប្រទេសគាត់ដែលជាប្រជាជនគាត់ផ្ទាល់ហ្នឹងគឺគាត់ឲ្យតម្លៃយើងហើយមិនធំឲ្យតម្លៃទេសូមយើងថតដូចយើង Superstar អញ្ចឹង Oh my god អញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានទស្សនាវីដេអូនេះហើយគឺឃើញពីជ្រុងមួយទៀតនៃប្រទេសឥណ្ឌាហើយសង្ឃឹមបងប្អូនទាំងអស់គ្នាបើកចិត្តឲ្យព្យាយាមស្វែងយល់អំពីវប្បធម៌របស់ប្រជាជនក៏ដូចជាប្រទេសផ្សេងៗក្រៅពីប្រទេសយើងផងលើកហ្នឹងខ្ញុំបានទៅចូលរួមការសម្ដែងបងប្អូនបានទស្សនាវីដេអូមុនៗអញ្ចឹងហើយនេះក៏ជាក្មេងៗដែលជាកូនសិស្សក៏ស្នាក់នៅក្នុងសហគមន៍ដែលខ្ញុំទៅសម្ដែងហ្នឹងអូមានរបៀបរបបខ្លាំងណាស់ខ្ញុំនិយាយមែនខ្ញុំឲ្យ1000លើ10មកសម្រាប់វីដេអូខ្លីរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាហើយកុំភ្លេចបើសិនជាមានឱកាសទៅប្រទេសឥណ្ឌាទៅទទួលបានភាពកក់ក្ដៅ 100% បើសិនជាមានចម្ងល់អីអាចសាកសួរខាងក្រោមបានអរគុណជំរាបលាបាយ